ឲ្យតែមានរបស់ល្អលក់បងបាទហើយទៅការលក់កុំបោកបញ្ឆោតកុំខកអតិថិជនបាទដូចជាកម្លាំងវត្តបាទដូចជាអំពែអាគុយដូចជាសំឡេងបាទយើងឲ្យភាពធៀបគ្នាខ្លាំងពីរោះបាទគ្រប់ប្រេនបាទអញ្ចឹងគឺអតិថិជនគឺជាអីបងបាទមិនបាច់ចាំបញ្ឆោតដាក់ដល់ទៅ5 6000 វ៉ាត់បាទដល់ពេលគេដោះមើល Opler ចាញ់ក35អូខេទៅថ្មមិនបាច់ចាំដាក់កុហកដល់ទៅអូចិត្ត100អាំពែទេដល់ពេលគេដោះមើល24អាំពែបាទវាអត់ត្រូវបាទវាអត់ត្រូវរឿងហើយទៅចេះបងបាសវ៉ាត់ធំសាប់ធំដូច brand IN brand KP JBL LD KP នៅក្នុងហាងខ្ញុំណាបាទដូច K+ ក៏យ៉ាងដែរគ្រាន់តែយើងតេស្តមើលភាពក្រហមរបស់វាគឺព្រោះមែនតើបាទក្រហមអឿនតុងក្រោយណាអាសាប់វាបាទទៅហើយវាចេញមកឡើងសតុនព្រោះបាទអាហ្នឹងគឺសាប់វ៉ាត់វាធំពិតប្រាកដហើយបាទដោយឡែកបើសិនជាបាសលក្ខណៈបាសចិនសិប្បកម្មក៏ហៅថាបាសល្មងអីក៏ហៅប្រជប៉ុនណា 4-5000 វ៉ាត់បងតេស្តមើលបុកផាំងអាហ្នឹងបុកផាំងអត់មានអឿនទេបាទអត់មានអឿនទេបាទហើយទៅហាយវាលឺលក្ខណៈថ្លង់បាទអាហ្នឹងគឺវ៉ាត់ទុយទេបងវ៉ាត់ទុយទេ3-400 វ៉ាត់បាទដាក់ក35អីចឹងណាដល់ពេលអញ្ចឹងOplerក35ដល់ពេលអញ្ចឹងទៅមិនរួចបងអញ្ចឹងតិន្នន័យពេលវ៉ាត់តូចអញ្ចឹងគេត្រូវកុហកឲ្យធំបាទដើម្បីឲ្យអ្នកដែលគាត់ចង់បានអាវ៉ាត់ធំលោភលន់បាទគឺលោភបាទសេចក្តីលោភក្នុងខ្លួនគឺតែងតែចំជាមួយនឹងគេបោកអីបាទអូខេបាទអញ្ចឹងតើតងជាមួយនឹងបាសចិនសិប្បកម្មដែលគេហៅថាបាសល្មងបាទបាសជប៉ុនបាទឥឡូវនឹងកំពុងដើរស្រាតអីបាទដើរស្រាតអីជាពិសេសគឺអត់ហ៊ានដោះ Opler សាប់ឲ្យមើលទេបងបាទទន្ទឹមនឹងអាសលេងបុកផាំងអត់មានសាប់ក្រហមហ្នឹងវ៉ាត់ដល់ទៅ5-6000 វ៉ាត់ប៉ុន្តែអត់ហ៊ានដោះ Opler ឲ្យមើលបាទតែករណីខាងខ្ញុំណាធំតែ700 វ៉ាត់ណា1000 វ៉ាត់អីយើងដោះ Opler មើលស្ក100បាទអញ្ចឹងគឺនេះគឺជារឿងជាក់ស្ដែងបាទសំខាន់នេះគឺសំឡេងបងយើងតេស្តទន្ទឹមគ្នាជាមួយនឹងបាស IN និង KP បាទ KP និង JBL ជាមួយនឹង LD នៅក្នុងនឹងទាំងអស់ក្នុងហាងទាំងអស់ណាជាមួយនឹង K+ បាទជាមួយនឹង Boss ជាមួយនឹងបាទ IC គឺដាក់មកសលេងសាប់ជាក្រហមពួកប៉ាស៊ីនណាបងប៉ាស៊ីននេះដូចជា JBL LD KP អញ្ចឹងណាបាទវាក្រហមហើយវាសតុនទៀតហើយទៅវាអឿនប្អោសអាហ្នឹងគេហៅវ៉ាត់ធំអីបាទបងកុំជឿអាបុកផាំងស្រាលហើយទៅលក្ខណៈធាងថ្លង់ហើយទៅOpler ក35អីហ្នឹងឯណាដល់ទៅវ៉ាត់ដល់ទៅ5-6000 វ៉ាត់កុំជឿឲ្យសោះបាទអូខេអរគុណច្រើនបាទមានប៉ុណ្ណឹងបាទសម្រាប់ជាការគិតពិចារណាបងបាទអញ្ចឹងបងគួរទៅដើរតេស្តសលេងសិនកុំស្អាតសម្រាប់ចិត្តជឿបាទខាងខ្ញុំគួរមិនទាន់ជឿដែរបងមកតេស្តសលេងផ្ទាល់បាទព្រោះមកខាងខ្ញុំមានច្រើន brand ណាយើងឲ្យតេស្តមាន JBL បាទមាន IN មាន LD បាទមាន KP បាទមាន K+ មាន IC មាន Polytron បាទអញ្ចឹងយើងតេស្តទន្ទឹមគ្នាបាទឬក៏បងខ្លះដែលគាត់ចង់ទៅហាងណាដែលមានតាមមួយ brand របស់ចិនបាទកុហកថាបាទល្មងកុហកថាជប៉ុនអញ្ចឹងណាបាទអត់ហ៊ានដាក់ JBL អត់ហ៊ានដាក់ LD បាទអត់ហ៊ានដាក់ KP ដាក់ចិត្តទេខ្លាចបងខ្លាចអីដឹងហើយពេលយើងតេស្តទៅមកថាដូចអានេះអានេះ5000 វ៉ាត់អានោះដូច JBL ឬក៏ LD ឬក៏ KP IN ហ្នឹង500 វ៉ាត់ដល់ពេលយើងទៅតេស្តជាមួយនឹងអា 3-4000 វ៉ាត់អានេះធ្វើបានល្អជាងបាទដល់ពេលអញ្ចឹងទៅវាខ្មាស់គេដល់យើងទៅអញ្ចឹងដាក់ចិត្តអត់កើតទេបាទចង់និយាយថា brand ចិនគេមកបាក់គ្នាគេទៅគេកុហកវ៉ាត់កុហកអំពែអាគុយបាទហើយទៅកុហកអាក Opler ដល់ពេលអញ្ចឹងគឺមកបែកគ្នាគេទៅអញ្ចឹងពួកដែលគេលក់ brand ចិនបាទចិនសិប្បកម្មដែលកុហកអាល្លឺម៉ង់កុហកជប៉ុនកុហកអាមេរិកហ្នឹងណាអញ្ចឹងគឺគេអត់ហ៊ានដាក់ប៉ាស៊ីនចូលទេតែបាក់ដាក់ប៉ាស៊ីនចូលក្រឹបអាហ្នឹងវាខុសគ្នាបងមកឥឡូវយើងតម្លៃទឹកលុយ500ជាងអញ្ចឹងណាយើងទាញ JBL មក300 វ៉ាត់ទាញ IN មក3-400 វ៉ាត់ដែរទាញ KP 3-400 វ៉ាត់ដែរស្រាប់តែ500ជាងដែរទៅទាញបាសចិនសិប្បកម្មកុហកថាល្មងកុហកថាជប៉ុនកុហកថាអាមេរិកអីហ្នឹងណាបាទ
3000 វ៉ាត់បាទនេះ500ឡា3000វ៉ាត់2000វ៉ាត់បាទទាញយកមកតេស្តសលេងចាញ់គេដល់ពេលយើងវាដឹងថាຂະຫນាតវ៉ាត់អត់បងបោះវែងខាងណាទេដល់ពេលឥឡូវភ្ញៀវឲ្យដោះមើល Opler បាទហេតុអីបានជាវាអញ្ចឹងអំភ្លីផ្ទាំងទូចមួយហ្នឹងបាទហើយទៅសម្រាប់ Opler តូចមួយហ្នឹងហើយទៅធ្វើម៉េចឲ្យចេញវ៉ាត់ធំដល់ពេលអញ្ចឹងអាហ្នឹងគឺជាការបោកប្រាស់ភ្ញៀវទេបាទអញ្ចឹងបងគួរតែពិចារណាគួរតែដាក់តេស្តសំឡេងសិនបាទមុនពេលដែលសម្រាប់ចិត្តទិញបាទអូខេរហូតដល់ថ្ងៃនេះហើយគឺអ្នកដែលគាត់លក់បាសដែលប្រកាសថា 3-4000 វ៉ាត់ 5000 វ៉ាត់ 6000 វ៉ាត់នៅតែមិនទាន់ហ៊ានដោះ Opler សាប់ឲ្យមើលឡើយទេបាទគណៈពេលដែលភ្ញៀវដែលគាត់ទិញខកគាត់ផ្ញើមករូបមកខាងខ្ញុំប្រងព្រាតពេញហ្នឹងគាត់ថាគាត់ហួសចិត្តណាបាទគាត់ហួសចិត្តអូខេអរគុណច្រើនបាទជួបគ្នាថ្ងៃនេះហេងនៅក្នុងហាងបាទ